ប្លែកអារម្មណ៍ទៀតហើយនេះគឺថាបានស្គាល់ពីគ្រឿងដែលចេញពីខាងជាងរឹតណាប៉ុន្តែជាងរឹតនេះគឺនៅខាងបន្ទាយមានជ័យណាបងប្អូនហើយដូចដែលដឹងស្រាប់ហើយនៅខាងបន្ទាយមានជ័យគឺយើងល្បីទូកដែលមានឈ្មោះថាសវណ្ណរាជសីបារមីបន្ទាយមហានគរណាបងប្អូនដែលទូកនេះគឺមានឈ្មោះល្បីល្បាញមែនទែនប្រចាំនៅខេត្តបន្ទាយមានជ័យនឹងឯងហើយចំណែកទូកពីរគ្រឿងនេះគឺជាទូកស្លាប់មន់របស់ជាងរឹតតតែម្ដងដែលទូកទី1នោះមានឈ្មោះថាបុត្រជលសាមហាជ័យដែលមានຂະຫນາດវែងជាងគេនឹងឯងហើយទាំងគំនូរទាំងក្បាច់រចនាគឺថាស្រស់ស្អាតតែម្ដងហើយចំណែកទូកទី2នេះគឺមានឈ្មោះថាសវណ្ណរាជសីបារមីបន្ទាយមហានគរនឹងឯងដែលមានຂະຫນາດខ្លីជាងបន្តិចទេប៉ុន្តែខ្ញុំមើលទៅគឺថាដូចខាងក្រៅតែម្ដងណាអ្នកនរគ្នាហើយសម្រាប់អ្នកនរគ្នាវិញមើលទៅយ៉ាងណាដែរអញ្ចឹងណាសម្រាប់គំនូរទាំងទូករូបរាងទូកអីស្អាតយ៉ាងណាដែរអ្នកនរគ្នាបើសម្រាប់ខ្ញុំគឺថាស្រឡាញ់តែម្ដងគាត់ឃើញគឺថាអែមតែម្ដង